แต่สนามสายวิดีโอเลยជំរាបសួរខ្ញុំឈ្មោះអន្តរីសង្កេតជាសិស្សទីកំពុងហត់ពេញនៃសាលាដើមទីអង្គរជាតិទី8សាខាការប្រជុំក្រុមថ្ងៃនេះខ្ញុំមានកិត្តិយសនិងអារម្មណ៍សប្បាយដូចឆ្នាំដែលបានចូលរួមក្នុងការប្រកួតប្រជែងនៃសាខាទីណាខ្ញុំបដិញ្ញាយកជ័យលាភីប្រាំក្នុងវគ្គការប្រកួតនៅសាកលវិទ្យាល័យដើមទីអង្គរជាតិសូមស្វាគមន៍បេក្ខជនហនធីវីស្រីពេជ្រមកពីបែបទី8សាខាផ្សារពោធិ៍តុងបកស្រាយប្រធានបទតើធ្វើយ៉ាងណាដើម្បីឲ្យពិភពលោកស្គាល់ពីប្រពៃណីខ្មែរឲ្យបានច្បាស់លាស់ជាកិច្ចកថានេះខ្ញុំសូមគោរពគណៈអធិបតីឯកឧត្តមលីឆេងអគ្គនាយកបែបគ្រប់និងជាសាកលវិទ្យាល័យសាកលវិទ្យាល័យដើមទីអន្តរជាតិសូមគោរពគណៈកម្មការដល់បន្ទុកថ្នាក់ដឹកនាំបែបទីទាំងអស់លោកគ្រូអ្នកគ្រូនិងភ្ញៀវទាំងទាំងអស់ដែលមានវត្តមាននៅទីនេះនៅពេលនេះខ្ញុំនឹងធ្វើបទបង្ហាញក្រមវិធានបទតើធ្វើយ៉ាងណាដើម្បីឲ្យពិភពលោកស្គាល់ពីប្រពៃណីខ្មែរបានច្បាស់លាស់មុននឹងឈានដល់ការបកស្រាយអនុញ្ញាតឲ្យនាងខ្ញុំសួរថាអ្វីទៅជាប្រពៃណីខ្មែរនិងអ្វីទៅជាវត្ថុបំណងនៃប្រធានបទនេះប្រពៃណីគឺជាម៉ែធាននៃវប្បធម៌ប្រពៃណីខ្មែរគឺជាទំនៀមទម្លាប់ឬការប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនរបស់ប្រជាជនខ្មែរតាំងពីបុរាណរហូតដល់កូនចៅជំនាន់ក្រោយប្រតិបត្តិតាមបន្តដែលអាចតាក់ទងទៅនឹងការនិយមអនុវត្តតាំងពីបុរាណកាលមកឬក៏តាក់ទងទៅនឹងសាសនាប្រពៃណីខ្មែរដែលយើងកំពុងអនុវត្តសប្តាហ៍ថ្ងៃនេះមានច្រើនណាស់ដូចជាពិធីមង្គលការបញ្ចូលឆ្នាំថ្មីបុណ្យជុំបិណ្ឌបុណ្យកឋិនទានរបាំរិយាបថនិងសម្លៀកបំពាក់ប្រពៃណីជាដើមរីឯវត្ថុបំណងនៃប្រធានបទនេះគឺដើម្បីឲ្យពិភពលោកបានស្គាល់ច្បាស់និងឲ្យតម្លៃលើប្រពៃណីខ្មែរក៏ប៉ុន្តែតើធ្វើយ៉ាងណាដើម្បីឲ្យពិភពលោកស្គាល់ពីប្រពៃណីខ្មែរបានច្បាស់លាស់តាមទស្សនៈរបស់នាងខ្ញុំការដែលធ្វើឲ្យពិភពលោកស្គាល់ពីប្រពៃណីខ្មែរបានច្បាស់លាស់គឺត្រូវឆ្លងកាត់4ជំហានបន្តទៅខាងក្រោយជំហានទី1ការប្រមូលនិងចងក្រងឯកសារការប្រមូលនិងចងក្រងឯកសារពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាជនកម្ពុជាទាំងមូលអង្គពិធីទាំងមូលជាទីគោរពយើងបានដឹងហើយថាទម្រាំកម្ពុជាឈានមកដល់ដំណាក់កាលសប្តាហ៍ថ្ងៃនេះគឺធ្លាប់បានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃជាច្រើនជាពិសេសក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតបណ្ដាអ្នកចេះដឹងនិស្សិតបញ្ញវន្តជាច្រើនត្រូវបានសម្លាប់រួមទាំងឯកសារដែលទាក់ទងទៅនឹងប្រពៃណីខ្មែរមួយចំនួនក៏បានបាត់បង់ដែរដូច្នេះការរៀនក៏អ្នកចេះដឹងនិងបំណែប្រមូលឯកសារទៅនៅសិក្សាយកមកធ្វើការចងក្រងគឺជារឿងដ៏ចាំបាច់បំផុតជំហានទី2បន្ទាប់ពីយើងមានឯកសារគ្រប់គ្រាន់ហើយនោះជំហានយើងត្រូវដើរបន្តគឺការបញ្ជ្រាបចំណេះដឹងពីប្រពៃណីខ្មែរចូលទៅក្នុងកម្មវិធីសិក្សាតើការបញ្ជ្រាបដើម្បីអីដោយហេតុថាមុននឹងឲ្យពិភពលោកស្គាល់ពីប្រពៃណីខ្មែរបានច្បាស់លាស់កូនខ្មែរគ្រប់រូបគឺទាមទារឲ្យស្គាល់ពីប្រពៃណីរបស់ខ្លួនឲ្យច្បាស់លាស់ជាមុនសិនហើយបានខ្ញុំបញ្ជាក់បែបនេះពីព្រោះកូនខ្មែរគ្រប់រូបនោះឯងគឺជាមគ្គុទ្ទេសក៍ក្នុងការធ្វើឲ្យពិភពលោកស្គាល់ពីប្រពៃណីខ្មែរតើពួកគេធ្វើបែបណាចម្លើយស្ថិតនៅក្នុងចំណុចទី3ការអនុវត្តជាប្រចាំនៅប្រពៃណីខ្មែរទោះនៅទីណាក៏ដោយគឺជាការបង្ហាញអត្តសញ្ញាណខ្មែរដល់ជនបរទេសជាក់ស្ដែងនៅតាមតំបន់ទេសចរណ៍នានានៅកម្ពុជាមានភ្ញៀវទេសចរអន្តរជាតិជាច្រើនមកទស្សនាសូថាធ្វើដូចម្តេចដើម្បីពួកគេស្គាល់ពីប្រពៃណីខ្មែរប៉ុន្តែគឺតែធ្វើតាមរយៈការអនុវត្តរបស់ប្រជាជនដែលរួមមានរបៀបសំពះទាំង5សម្លៀកបំពាក់ប្រពៃណីខ្មែរនិងរបាំប្រពៃណីផ្សេងៗជាដើមចុះធ្វើដូចម្តេចដើម្បីពួកគេស្គាល់ឲ្យកាន់តែច្បាស់ពីប្រពៃណីខ្មែរចំណងត្រូវបកស្រាយនៅក្នុងចំណុចទី4ការផ្សព្វផ្សាយវិញចំណុចខាងលើគឺនៅមិនទាន់គ្រប់គ្រាន់និងពេញលេញនៅឡើយទេក្នុងការធ្វើឲ្យពិភពលោកស្គាល់ពីប្រពៃណីខ្មែរពលគឺវាគ្រាន់តែជាជំហានបន្តដែលយើងអាចដើរទៅកាន់ចំណុចនេះបានការផ្សព្វផ្សាយពីប្រពៃណីខ្មែរក្នុងកម្មវិធីធំៗតាមតំបន់ទេសចរណ៍នានាគឺជាការផ្សព្វផ្សាយដ៏មានសារៈសំខាន់ដល់ជនបរទេសក៏ដូចជាភ្ញៀវទេសចរអន្តរជាតិគ្រប់ជាតិសាសន៍ជាក់ស្ដែងក្នុងភូមិវប្បធម៌មានការសម្ដែងជាឈុតឆាកពីពិពារបាំប្រពៃណីនិងរួមមានការសម្ដែងផ្សេងទៀតក្នុងកម្មវិធីអង្គរសង្ក្រាន្តខេត្តសៀមរាបបានធ្វើឲ្យជនបរទេសក៏ដូចជាភ្ញៀវទេសចរអន្តរជាតិគ្រប់ជាតិសាសន៍មានភាពសប្បាយរីករាយចងចាំនិងស្គាល់ច្បាស់លាស់ពីប្រពៃណីខ្មែរក៏ប៉ុន្តែសូថាការផ្សព្វផ្សាយនេះឆ្លងតបនឹងប្រធានបទពេញលេញហើយឬនៅគឺនៅទេចុះភ្ញៀវទេសចរដែលមិនបានមកទស្សនាកម្ពុជាក៏ដូចជាពិភពលោកទាំងមូលអាចយល់ដឹងច្បាស់ពីប្រពៃណីខ្មែរបានទេគឺបានតាមរយៈការផ្សព្វផ្សាយតាមកាសែតវិទ្យុទូរទស្សន៍ទស្សនាវដ្តីនិងជាពិសេសតាមប្រព័ន្ធអ៊ីនធឺណិតដែលមានលក្ខណៈទូលំទូលាយណាស់យើងអាចដាក់បញ្ចូលព័ត៌មានលម្អិតពីប្រពៃណីខ្មែរថាតើប្រពៃណីខ្មែរមានអ្វីខ្លះ
ក៏ដូចជាប្រវត្តិនៃការនិយមអនុវត្តប្រពៃណីខ្មែរចូលទៅក្នុងគេហទំព័រនានានៃប្រព័ន្ធអ៊ីនធឺណិតដែលវាក៏ជាមធ្យោបាយរដ្ឋមានសក្តានុពលក្នុងការធ្វើឲ្យពិភពលោកស្គាល់ពីប្រពៃណីខ្មែរកាន់តែលឿននិងច្បាស់លាស់ថែមទៀតផងរួមសេចក្តីមកការធ្វើឲ្យពិភពលោកស្គាល់ពីប្រពៃណីខ្មែរពិតជាមានសារៈសំខាន់ខ្លាំងណាស់ឆ្លៀតឱកាសនេះខ្ញុំសូមធ្វើការអំពាវនាវដល់ប្រជាជនខ្មែរគ្រប់សន្តិវណ្ណៈសិស្សនិស្សិតបញ្ញវន្តខិតខំប្រឹងប្រែងសិក្សារៀនសូត្រស្វែងយល់ឲ្យបានទូលំទូលាយពីប្រពៃណីខ្មែរក្នុងនាមខ្ញុំជាកូនខ្មែរមួយរូបនាងខ្ញុំពិតជាមានមោទនភាពណាស់ដែលកើតជាកូនខ្មែរហើយនាងខ្ញុំបដិញ្ញាថែរក្សាអនុវត្តប្រពៃណីខ្មែរឲ្យបានគង់វង្សជារៀងរហូតតរៀងទៅសូមអរគុណអូនមានពេល2នាទីក្នុងការឆ្លើយសំណួររបស់គណៈកម្មការម្ដងទៅអង្គវិធីទី1ទីគោរពអូនស្រីទីស្រឡាញ់បងណាអូនស្រីបកស្រាយបានច្បាស់ល្អប៉ុន្តែសំណួរគឺនៅដដែលទួតអូនផ្ទាល់អូនធ្វើម៉េចដើម្បីគេស្គាល់ថាអូនជាខ្មែរពេលអូនទៅដើរលេងទៅបងវិញគឺមិនគេស្គាល់ចេញទៅស្គាល់ថាខ្មែរចាផលប្រយោជន៍របស់សំណួរដែលមានអត្ថន័យសម្រាប់ខ្ញុំគឺខ្មែរម្នាក់ដើម្បីឲ្យជនបរទេសក៏ដូចជាភ្ញៀវទេសចរទាំងឡាយណាស្គាល់ថាខ្ញុំជាខ្មែរគឺស្ដាយឃើញតាមរយៈអរិយាប័ត្រដែលរួមមានរបៀបសម្ភាសទាំង5សម្លៀកបំពាក់និងអាកប្បកិរិយាផ្សេងៗដែលស្ដាយថាខ្ញុំគឺជាខ្មែរក៏ឲ្យបរទេសទាំងឡាយណាដែលគេឃើញមកថាគឺខ្មែរតែម្ដងសូមរកអង្គការមូលប្រចាំជាវិទ្យុសំណួររបស់លោកបងប្អូនតើភាសានិងអាហារអាចចាត់ទុកថាជាអត្តសញ្ញាណប្រពៃណីជំនឿរបស់ខ្មែរដែរទេចា៎លោកគ្រូចំពោះសំណួរសម្រាប់ភាសានិងអាហារក៏អាចចាត់ទុកថាជាប្រពៃណីរបស់ខ្មែរដែរពីព្រោះភាសានិង